ជំរាបសួរសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកធ្វើ passport ថ្មីនៅខេត្តសៀមរាបណាហើយកន្លែងដែលខ្ញុំមកធ្វើនេះគឺធ្វើនៅអង្គរ Enterprise និយាយទៅនៅកន្លែងលក់សំបុត្រសម្រាប់ភ្ញៀវអន្តរជាតិទស្សនាប្រាសាទណាខ្ញុំនិយាយខាងដើមថាមកធ្វើ passport ថ្មីហ៎មិនមកធ្វើ passport ថ្មីអីទេគ្រាន់តែមកទិញ passport ហើយយើងអាចបោះត្រាខ្លួនឯងទុកជាអនុស្សាវរីយ៍លេងបានហើយសម្រាប់តម្លៃ passport មួយ$12ណាហើយសម្រាប់ passport មាន3ប្រភេទមានស្លឹកតិចស្លឹកច្រើនអញ្ចឹងប៉ុន្តែតម្លៃ$2ដូចគ្នាហើយសម្រាប់ខ្ញុំយកស្លឹកច្រើនតាមចាំ passport ខ្ញុំដូចជា50ទំព័រហើយត្រាសម្រាប់បោះលើ passport វិញមានច្រើនណាត្រានីមួយៗមានជារូបប្រាសាទរូបចម្លាក់រូបអប្សរានិយាយទៅមានច្រើនហើយខ្ញុំរៀបរាប់អត់អស់ហើយសំខាន់ចម្រុះពណ៌ទៀតណាពណ៌ឡើងខ្ជូតបងប្អូនឃើញតែមុខខ្ញុំនៅក្នុងវីដេអូហ្នឹងអត់និយាយទៅខ្ញុំបោះសុបាយហ្មងខ្ញុំឈរលេងបោះត្រាហ្នឹងប្រហែលជា7ម៉ោងទៀតហ្នឹងដោយសារត្រាសម្រាប់បោះហ្នឹងមានច្រើនមានត្រាទូត្រាធំត្រាជ្រុងត្រាមូលអញ្ចឹងសម្រាប់ត្រាមូលអាចដាក់មួយស្លឹកបាន3អីចឹងសម្រាប់ត្រាជ្រុងយើងអាចដាក់មួយស្លឹកបាន2ហើយមានត្រាធំមួយស្លឹក1ហ្មងត្រាបិសាប្រខណ្ឌនេះដែលខ្ញុំឆ្លាញ់ជាងគេបោះមកឃើញស្អាតមែនទែនហ្មងហើយសូមបញ្ជាក់ម្ដងទៀត passport តម្លៃ$2ហ្នឹងអត់មានកំណត់ចំនួនត្រាបោះណាយើងចង់បោះប្រហែលត្រាក៏បានចង់បោះយូរប៉ុណ្ណាក៏បានបោះពីព្រឹកដល់ល្ងាចក៏បានដែរសម្រាប់ខ្ញុំការបោះត្រាលើ passport នេះជាការចងចាំមួយដ៏ល្អនៅពេលដែលយើងបានមកលេងខេត្តសៀមរាបអញ្ចឹងសម្រាប់បងប្អូនដែលបានមកលេងខេត្តសៀមរាបអាចមកបោះត្រាលេងទុកជាអនុស្សាវរីយ៍បានសម្រាប់វីដេអូនេះមានប៉ុណ្្នឹងឯងសូមជម្រាបលាបាយបាយ